សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីដែលផ្សាយចេញពី Channel YouTube Galaxy Tips KA អញ្ចឹងថ្ងៃនេះដែរគឺខ្ញុំចង់បង្ហាញមុខងារមួយតាក់ទងជាមួយនឹងការប្រើប្រាស់ Writing Assist នៅលើ Galaxy M26 Ultra ហើយខ្ញុំគិតថានៅលើ M25 Ultra ក៏បាន Fold 7 ក៏បាន M24 ក៏បានអីចឹងណា Fold 5 ក៏បានអីក៏បានដែរអញ្ចឹងមុខងារហ្នឹងគឺតាក់ទងជាមួយនឹងការប្រើប្រាស់ keyboard ឥឡូវខ្ញុំបង្ហាញមុខងារមួយតាក់ទងជាមួយនឹងការសរសេរហ្នឹងខ្ញុំសូមបើកnote ថ្មីមួយតែម្ដងអញ្ចឹងការប្រើប្រាស់ keyboard ហ្នឹងគឺតាក់ទងជាមួយនឹងការសរសេរហ្នឹងគឺយើងឲ្យ AI ជួយកំណែតម្រង់ឬក៏ឲ្យជួយ suggestion ទៅលើសំណេររបស់យើងឧទាហរណ៍ថាតាក់ទងជាមួយនឹង grammar តាក់ទងជាមួយនឹងការសរសេរជា style បែបណាតាក់ទងជាមួយនឹងtranslate បាទឬក៏ជា suggest ស្អីផ្សេងមួយទៀតឧទាហរណ៍ថាបងប្អូនឃើញនៅក្នុងនេះអញ្ចឹងគេមាន spelling and grammar check writing style summary bullet point table ឬក៏ composer អីផ្សេងអូខេអញ្ចឹងខ្ញុំនិយាយមួយ spelling and grammar check ហ្នឹងឧទាហរណ៍ថាបងប្អូនសរសេរអីមួយឧទាហរណ៍ណាយើងសរសេរI want to go out for traveling in the weekend អីចឹងណាបាទអញ្ចឹងបន្ទាប់មកឧទាហរណ៍ថាយើងចង់ឲ្យវាតើវាត្រូវឬក៏អីយើងចុចលើហ្នឹងមួយបន្ទាប់មកយើងយក spelling and grammar check អញ្ចឹងយើងចុចលើហ្នឹងបន្ទាប់មកបងប្អូនឃើញទេ I want to go traveling on the weekend អាហ្នឹងវា suggest ឲ្យយើងណាបានន័យថាយើងសរសេរខុសណាអញ្ចឹងយើង replace មកហើយណាអញ្ចឹងឧទាហរណ៍ថាអីគេមួយទៀតឧទាហរណ៍ថា writing style ឥឡូវខ្ញុំចុចកន្លែងនេះខ្ញុំចង់ឲ្យវាសរសេរបែប writing style អញ្ចឹងខ្ញុំចុចកន្លែងហ្នឹងបន្ទាប់មកបងប្អូននឹងឃើញនេះអូខេ original I want to go traveling on the weekend អញ្ចឹង professional បែប still professional I am planning to travel this weekend casual I want to go traveling this weekend social weekend travel plans are on my mind travel weekend polite I would like to go traveling this weekend នេះតាក់ទងមួយ emoji មាន emoji I want to go traveling this weekend អូខេបងប្អូនឃើញទេអញ្ចឹងគឺតាក់ទងជាមួយនឹង style ផ្សេងដែលបងប្អូនចង់សរសេរអញ្ចឹងណាបាទអីគេទៀត summary នេះ summary នេះតើមានរៀងវែងបន្តិចណា bullet point នេះគឺតាក់ទងជាមួយឧទាហរណ៍ថាយើងសរសេរឲ្យវាមានចំណុច1ចំណុច2ចំណុច3អញ្ចឹងទៅថាបងអានឹងមានតារាង composer នេះគឺតាក់ទងជាមួយនឹងឧទាហរណ៍ថាបើយើងចង់សរសេរអីមួយប៉ុន្តែយើងអត់មានយើងចង់ឲ្យ AI ជួយសរសេរយើងណាសរសេរមកឥឡូវយើងដាក់អញ្ចឹងណាI want to go travel this on the weekend need to ask permission បាទ from my family អញ្ចឹងទៅអូខេអញ្ចឹងខ្ញុំសរសេរប៉ុណ្ណឹងបន្ទាប់មកយើងចង់បាន style វាមិនបាទអញ្ចឹងយើងមាន style វាមាន email បែប email វាមាន social media មាន comment មានអីចឹងណាយើងយក standard ឥឡូវអានេះ polite professional casual ឥឡូវយើងយក original បានន័យថាខ្ញុំសរសេរប៉ុណ្ណឹងហើយយើងឲ្យAI ជួយសម្រួលឲ្យយើងជួយ compose ជា message ឬក៏ជាអីមួយយើងអូខេយើងចុច generate មកinappropriate កន្លែងណាចាដូចជាអត់មាន inappropriate អីផងfrom my family ដូចអត់មានអីហងហ្នឹងហេតុអីបានវាថា inappropriate អញ្ចឹង AI បែក7ពេក AI Oh no អត់ទេ AI បាយសើហើយ AI បាយសើសេម្ដងទៀត I want to go traveling this weekend and need to ask permission from my family ខ្ញុំសាកម្ដងទៀតមកណែអូខេវាឲ្យនេះអញ្ចឹងវាឲ្យលក្ខណៈយើងសរសេរដើម្បីយើងសូម permission អញ្ចឹង I hope this message find you well I am writing request your permission for a brief trip this upcoming weekend I have been looking forward អញ្ចឹងហោហាយអញ្ចឹងទៅអញ្ចឹងបើយើងអូខេយើងសរសេរដាក់ចូលមកបាទនេះគឺការប្រើប្រាស់ message ហ្នឹងហើយឥឡូវឧទាហរណ៍ខ្ញុំសរសេរឧទាហរណ៍មួយទៀតបាទយើងសរសេរច្រើនតិចបាទឧទាហរណ៍ច្រើនតិចឥឡូវខ្ញុំលុបចោលអស់ឥឡូវយើងសុំមេសុំច្បាប់មេចុះណា
same dear boss I want to take leave during on Monday due to I have personal things to settle សេអញ្ចឹងណាឥឡូវយើងសរសេរអញ្ចឹងយើងសុំច្បាប់មេយើងត្រូវធ្វើមិនដាក់អានេះមកយ៉ាសុំទោះយើងចុច AI មកបន្ទាប់មកយើងយក Rising Style មកហើយយើងសុំច្បាប់មេអញ្ចឹងយើងបែបសរសេរ professional ឃើញទេ Dear boss name អញ្ចឹង boss I am writing to request leave of absence on Monday to attend personal matter អញ្ចឹងទៅបាទឬក៏បែប polite dear boss I would like to request leave on Monday as I have some matter to attend to បាទអានេះគឺតាក់ទងជាមួយនឹងការប្រើប្រាស់ message ការប្រើប្រាស់ keyboard ដើម្បីឲ្យ AI ជួយសម្រួលបាទអូខេអញ្ចឹង professional បើសិនយើងអូខេយើង replace ហើយដាក់ boss name បាទឈ្មោះ mail យើងមកបាទឈ្មោះ mail អញ្ចឹងយើងដាក់ចេះទៅបាទហើយបន្តមកយើងសរសេរអញ្ចឹងយើង copy ទៅយើងផ្ញើ message ទៅ mail ឬក៏ផ្ញើ email ទៅ mail ទៅបានហើយបាទប៉ុណ្ណាណាងាយស្រួលអីចឹងទៅបាទអត់មានអីវ៉ាអីបងប្អូនអូខេអញ្ចឹងវីដេអូថ្ងៃហ្នឹងតែប៉ុណ្្នឹងឯងបងប្អូនហើយបើសិនជាបងប្អូនគិតថាវាល្អកុំភ្លេចជួយ share like វីដេអូម្នាក់មួយផងហើយជួយ subscribe channel YouTube Galaxy Tips KM ម្នាក់មួយផងបាទអរគុណជម្រាបលាជួបគ្នាក្នុងវីដេអូក្រោយបាយបាយ